Đây khmái đài thay đần đàm bán do từ can cắp cứ can đo từ chất sắp ti tăng hài thấy sầm mọi con khảo ắt chụp sao cứ liên biên tận triền đây là bao dương ra ngày hài tụm hôm đây để thay do từ can cắp bán ní đời xa tại miền cái xuống cả bờ tây Campuchia trên lịch khất cao tu xóm tu giờ cao tu bạn để sai chúng tôi tỏ va anh chẳng đặt ở hàng cá tràn lực tràn kia nâng trong cõi miền lịch khất muối ngày mình bờ khai mi thủ na phong hay nâng room xóm nâng xa bờ miền Thái nâng bờ miền đại thể hiện Thái bàn chót tới ti tăng muối chùm luôn đại chia ti tăng tham mấy đại Campuchia ở đại bàn sai rồi có bàn chót nó còn bình chi sạp sai ní ก็เคยในគេហទំ Facebook របស់លោកអ៊ុំសំអានដែលជាមន្ត្រីកិច្ចការព្រំដែននៃរដ្ឋាភិបាលក្រៅប្រទេសគាត់ក៏បានដកស្រង់ទីតាំងថ្មីបន្ថែមទៀតនេះដែលកាលពីប្រមាណប្រហែលជាសប្តាហ៍មុនដែលខ្ញុំផ្សព្វផ្សាយថាមានដល់ទៅ67ទីតាំងឥឡូវកើនឡើងដល់ទៅ70ទីតាំងហើយទីតាំងទាំងនេះខ្ញុំនឹងរាប់រំលឹកឈ្មោះជូនឡើងវិញតាមការដកស្រង់របស់លោកអ៊ុំសំអានដែលគាត់និយាយថានៅថ្ងៃទី1ខែកក្កដាដើមខែនេះគឺបើតាមក្រសួងការបរទេសកម្ពុជាផងតាមព័ត៌មានពីទាហានខ្មែរនៅជួរមុខផងនិងព័ត៌មានពីទីផ្សេងដែលយកមកបញ្ចូលគ្នាគឺយើងអាចសរុបទីតាំងដែលកម្ពុជាបាត់បង់ការគ្រប់គ្រងបន្ទាប់ពីសង្គ្រាមខ្មែរទាំងពីរលើកគឺទាហានថៃកំពុងគ្រប់គ្រងទឹកដីខ្មែរមានចំនួន70ទីតាំងបាទ70ទីតាំងទាំងនោះរួមមានទី1គឺប្រាសាទតាមាន់តូចទី2ប្រាសាទតាមាន់ធំ3ប្រាសាទតាក្របី4ប្រាសាទខ្នា5តំបន់មុំ3 6តំបន់ច្រកអានសេះ7ភ្នំ333 8ភ្នំ469គឺមុំ3 10ភូមិព្រៃច័ន្ទ11ភូមិតំបន់ជាំតែអត់ភូមិទេគឺ11តំបន់ជាំតែ12ភ្នំទ្រាប់13ភ្នំថ្មដា14តំបន់អូស្មាច់15ភ្នំប៉ោយ16ភ្នំ400 17ភ្នំបាសីចាំក្រុង18តំបន់ច1 19តំបន់ថ្មដូន20ភ្នំរើង21ភ្នំកេងគក់22ភ្នំ350 23ភ្នំ225 24ភ្នំ505 25ភ្នំ500 26ភ្នំ323 27ភ្នំ677 28ភូមិផ្លូវបំបែកនៅបឹងតគួន29ភូមិបន្ទាយមានរិទ្ធនៅបឹងតគួនដែរ30តំបន់អូខ្លាឃ្មុំ31តំបន់ប្រាសាទដូនទុន32ភូមិសាមគ្គីនៅបឹងតគួនដែរ33ភ្នំអូផ្កាស្នេហ៍34តំបន់បោះស្បូវ35តំបន់ដើមត្រាង36ភ្នំតថង37តំបន់កសេះ38តំបន់តថាវ39តំបន់ជប់អង្គុញ40តំបន់អូទី2គឺនៅតំបន់អូស្មាច់41ផ្ទះតមុកនៅជាំតែ42តំបន់អូភ្លុកដំរីនៅផ្ទះ3ខ្នង43តំបន់តាសឹមកំពូលភ្នំ44តំបន់ចាក់ច្រែងកំពូលភ្នំ45តំបន់ថ្ម3ដុំកំពូលភ្នំ46តំបន់កអណ្ដើក47ដំណាក់ស្ដេចភ្នំតទុំ48ភ្នំពលានសតុំ49តំបន់ចូលគ្រោះ50ច្រកលោកយាយលៀប51ភូមិតាពាំងសម្រាលនៅបឹងតគួន52ភាគខាងជើងនៃវត្តកែវសខាគិរីស្វារៈនៅតំបន់ព្រះវិហារប្រាសាទព្រះវិហារ53តំបន់គម្រៀងតំបន់ចន្លោះបកគោលេខ52ដល់លេខ54 54តំបន់ស្រែមតំបន់ក្បែរប្រាសាទព្រះវិហារ55តំបន់ជិតបង្គោលព្រំដែនលេខ2គឺនលងវែង56តំបន់ដើមតាត្រាវ57តំបន់ក្បែរច្រកជប់កគី58តំបន់ជប់ដើមខ្នោ59តំបន់អសអ៊ុយឬក៏តំបន់ច្រកកសេះសំទោសច្រកកសេះបាទសំទោសកញ្ចក់សេះ60ភ្នំ424តំបន់ជាំសងាំ61ភ្នំ53តំបន់ភ្នំព្រឹក62តំបន់បារាំងធ្លាក់63ភ្នំបាក់ក្បែរប្រាសាទខ្នា64ភ្នំ745មុំ3 65បង្គោលព្រំដែនលេខ55 66បឹងរាំងតំបន់ចន្លោះបង្គោលលេខ55និងលេខ59ដល់លេខ59 67បយ៉ាខាតំបន់ចន្លោះបង្គោលលេខ59ដល់66 68តំបន់បង្គោលព្រំដែនលេខ26ឃុំ7 69លាអាង88ច្រកជប់រុននិង70ប៉ោយ12ច្រកជប់រុនដែរបាទបងប្អូននេះគឺជាព័ត៌មានដែលដកស្រង់បន្ថែមហើយជាតួលេខដែលមានពីមុនមកដែលលោកអ៊ុំសំអានគាត់បានដកស្រង់ការពិតព័ត៌មានទាំងអស់នេះមិនដែលឃើញរដ្ឋាភិបាលកម្ពុជាជំទាស់ម្ដងណាទេដូច្នេះគ្រាន់តែថាកម្ពុជាទទួលស្គាល់លំដោយអន្លើហើយទីតាំងដែលមានទាំងអស់នេះគឺរដ្ឋាភិបាលកម្ពុជា
គឺមិនបានចុះជានិយមការឬដាក់ថាដីខ្មែរបាត់ប្រមាណទេទុកឲ្យប្រជាពលរដ្ឋឆ្ងល់ហើយធ្វើឲ្យមានមន្ទិលព្រោះអីកម្ពុជារដ្ឋាភិបាលកម្ពុជាអាចយកហេតុផលមួយថាវិមតិសង្ស័យបានទៅលើប្រយោជន៍នៃការសង្ស័យចឹងទៅនៅពេលដែលយើងមិនមានអីច្បាស់លាស់ប្រជាពលរដ្ឋអត់ដឹងថាដីខ្មែរទៅថៃបាត់អស់ប្រមាណអីប្រមាណកុំឲ្យឃើញថាបាត់ទៅវាច្រើនពេកចឹងទៅគិតថាអស់ត្រឹម4 10ហិកតាឬក៏2 3ហិកតាឬក៏ប្រមាណហិកតារាប់ហិកតាដោយលោកហ៊ុនសែនធ្លាប់ថាអញ្ចឹងទៅតែតាពិតបើតាមលោកអ៊ុំសំអានដីដែលគ្រប់គ្រង70ទីតាំងមានទំហំជាង340គីឡូម៉ែត្រការ៉េបាទ340គីឡូមិនមែន340ម៉ែត្រហើយក៏មិនមែន340ហិកតានៅដែរវាជាទំហំបើគិតទៅវាធំធេងណាស់វាដល់ទៅ340គីឡូម៉ែត្រក្រឡាឯណោះ